ទឹកចិនសប្បុរសធម៌អត់ដានកំណត់ឯកឧត្តមបណ្ឌិតប៉ាន់ខែប៊ុនថនចុះពង្រឹងស្មារតីកម្លាំងការពារនិងសួរសុខទុក្ខដល់មន្ត្រីមូលដ្ឋានក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីខេត្តបន្ទាយមានជ័យក្រុងប៉ោយប៉ែនក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខនិងការលះបង់របស់កងកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋនាថ្ងៃទី14និងថ្ងៃទី15ខែមេសាឆ្នាំ2026ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឯកឧត្តមបណ្ឌិតប៉ាន់ខែប៊ុនថននាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែនបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាលើកទឹកចិនជូនដល់អង្គភាពនគរបាលកងរាជអាវុធហត្ថនិងរដ្ឋបាលសង្កាត់ទាំង5ក្នុងក្រុងប៉ោយប៉ែនសកម្មភាពដ៏ថ្លៃថ្លានេះមានការអមដំណើរដោយលោកគៀតហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែនឯកឧត្តមគ្រីសំណាងសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យរួមជាមួយលោករ៉េតរ៉នលោកជាយូឈៀងនិងសមាជិកក្រុមការងារជាច្រើនរូបទៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិតប៉ាន់ខែប៊ុនថនបានមានប្រសាសន៍កោតសរសើរដោយស្មោះចំពោះកម្លាំងប្រដាប់អាវុធនិងមន្ត្រីរដ្ឋបាលមូលដ្ឋានទាំងអស់ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួននិងការជួបជុំក្រុមគ្រួសារដើម្បីមកឈរជើងការពារសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដោយភាពសប្បាយរីករាយកាយវិការនេះសពបញ្ជាក់ឲ្យឃើញពីការទទួលខុសត្រូវខ្ពស់និងភក្ដីភាពចំពោះជាតិនិងប្រជាជនអំណោយសប្បុរសធម៌និងការឧបត្ថម្ភដើម្បីជាការសម្រាលបន្ទុកនិងលើកទឹកចិត្តដល់ការបំពេញការងារឯកឧត្តមបណ្ឌិតនិងក្រុមការងារបានផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគនិងថវិកាដូចខាងក្រោមអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែនទទួលបានទឹកបរិសុទ្ធ300កេសមី100កេសទឹកក្រូច100យួរនិងថវិកា4លានរៀលកងរាជអាវុធហត្ថក្រុងប៉ោយប៉ែនទទួលបានទឹកបរិសុទ្ធ300កេសមី100កេសទឹកក្រូច100យួរនិងថវិកា4លានរៀលរដ្ឋបាលសង្កាត់ទាំង5ក្នុងមួយសង្កាត់ទទួលបានទឹកបរិសុទ្ធ100កេសមី50កេសទឹកក្រូច50យួរនិងថវិកា50,000រៀលវិស័យសាសនាឯកឧត្តមក៏បានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន5អង្គដោយក្នុងមួយអង្គទទួលបានបច្ច័យ40,000រៀលផងដែរសកម្មភាពចុះសួរសុខទុក្ខនេះមិនត្រឹមតែជាការនាំយកសម្ភារៈប៉ុណ្ណោះទេប៉ុន្តែគឺជាការបង្ហាញពីវត្តមានដ៏កក់ក្ដៅរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនៅជាប់ជាមួយនឹងមន្ត្រីថ្នាក់ក្រោមនិងកម្លាំងអនុវត្តច្បាប់គ្រប់ពេលវេលាជាពិសេសក្នុងកលៈទេសៈដ៏មមាញឹកដើម្បីពង្រឹងស្មារតីសាមគ្គីភាពនិងការទទួលខុសត្រូវក្នុងតួនាទីភារកិច្ចជូនជាតិមាតុភូមិសម្រួលអត្ថបទដោយលោកមុតចត្រាប្រមាញ់ជ័យដែន